តាមបងដឹងអូនដូចជាម្ចាស់បរ៉ែនលក់អនឡាញមួយរូបត្រូវអត់អូនយ៉ងតែជាម្ចាស់បរ៉ែនលក់អនឡាញនៅល្បីមួយរូបហើយក៏ដាក់ពាក្យចូលបន្លងឥឡូវចុងក្រោយគឺបានខ្លាចជារាជិនីនៅថៃថលមួយផងដែរពិតជាមិនធម្មតាឡើយមកជើងទី1ទទួលតំណែងលេខ1ទៅហើយអ្នកលក់អនឡាញល្បីឈ្មោះម្នាក់កញ្ញាយងជាប់តំណែងលេខ1 Miss Queen Trend Cambodia 2025បង្កការភ្ញាក់ផ្អើលនិងសាទរពីមហាជនសូមទស្សនាកិច្ចសម្ភាសន៍ដោយផ្ទាល់ចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំនាំជាមួយនឹងលេខ្ញុំវាយមានប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើតាំងពីមុខនេះចូលគ្នាជួយពន្លឺស្បែកយើងឲ្យសលឿនសបែកមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងតែដែលបានផលលេខ្ញុំវាយមានប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចជាពិសេសគឺស្បែកដែលងាយរងប្រតិកម្មចាសំណួរលេខ2ហេតុអ្វីបងអូនគឺថាបងអូនជាបេក្ខភាពដែលល្អជាងគេនៅក្នុងការប្រកួតនេះចាសំណួរនេះហេតុអ្វីបងអូនគឺថាបងអូនជាបេក្ខភាពដែលល្អជាងគេនៅក្នុងការប្រកួតនេះអរគុណសម្រាប់សំណួរដោយសារតែនាងខ្ញុំគិតថានាងខ្ញុំចូលរួមកម្មវិធីប្រកួត Miss Queen Cambodia 2025ដោយសារនាងខ្ញុំមានទំនួលខុសត្រូវមានឆន្ទៈខ្ពង់ខ្ពស់នាងខ្ញុំមានទាំងមានភាពវៃស្អាតទាំងពីក្នុងនិងខាងក្រៅបើសិនជានាងខ្ញុំជាប់មកកត់ Miss Queen Cambodia 2025ក្នុងរាត្រីនេះនាងខ្ញុំនឹងទាំនាំកិត្តិយសជូនជាតិមាតុភូមិនៃប្រទេសកម្ពុជាជំរាបសួរបងអូនស្រីយ៉ងអើយអបអរសាទរក្រោយពីចប់ថប់សវែនចុងក្រោយហើយឥឡូវបានខ្លាយជាម្ចាស់មកុដលំដាប់រងមួយទៀតតែជាក្នុងកម្មវិធី Miss Queen Trend Cambodia ចាបងចាមានអារម្មណ៍មិនដែរបានតំណែងផ្សេងមួយទៀតបន្ទាប់ពីតំណែង Miss Queen Cambodia មានអារម្មណ៍ថាសំភើបសប្បាយរីករាយខ្ញុំខំប្រឹងអភិលទ្ធភាពហើយដែលទទួលបានតំណែងដ៏ស័ក្តិសមសម្រាប់នាងខ្ញុំរំភើបសប្បាយមែនទេឬក៏សប្បាយលេងទេអត់ទេបងហត់ជាច្រើនខែសប្បាយមែនពេញចិត្តនឹងលទ្ធផលនៃបែបនេះអត់ពេញចិត្តបងរយៈពេលប្រហែលខែនេះអូនអាចចែកចម្លែកបទពិសោធន៍ក៏ដូចជាចំណេះដឹងដូចជាឧបសគ្គយ៉ាងម៉េចខ្លះដែរក្នុងការប្រកួតរយៈពេលមកនេះចាសម្រាប់បទពិសោធន៍គឺទទួលបានជាមួយនឹងបទពិសោធន៍ល្អយល់ដឹងពីកម្មវិធីយ៉ាងច្បាស់និងទទួលបានជាមួយនឹងបទពិសោធន៍មួយទៀតគឺយើងបានទៅទស្សនកិច្ចនៅតាមប្រាសាទអង្គរវត្តក៏ដូចជាចុះចែកអំណោយទៅដល់សាលារៀនជាមួយនឹងកុមារអញ្ចឹងគឺជាបទពិសោធន៍សម្រាប់នាងខ្ញុំមួយគឺជាបទពិសោធន៍ដែលថ្មីអញ្ចឹងគឺចូលនៅក្នុងកម្មវិធីនេះគឺអត់ខកបំណងទេតាមបងដឹងអូនដូចជាម្ចាស់បរ៉ែនលក់អនឡាញមួយរូបត្រូវអត់អូនយ៉ងតែជាម្ចាស់បរ៉ែនលក់អនឡាញនៅល្បីមួយរូបហើយក៏ដាក់ពាក្យចូលបន្លងឥឡូវចុងក្រោយគឺបានខ្លាចជារាជិនីនៅថៃថលមួយផងដែរចាបងខុសគ្នាទេសម្រាប់ណៃសម្រាប់ខ្ញុំគឺដាច់ដល់ឡាច់ពីគ្នារាល់ពេលដែលយើងលក់អនឡាញគឺជា business របស់យើងប៉ុន្តែនេះគឺជាតំណែងដែលយើងប្រកួតសម្រាប់នឹងគ្នាអញ្ចឹងគឺយើងត្រូវតែខំប្រឹងតស៊ូឆ្លាតពូកែរឹងមាំយើងមានទំនួលខុសត្រូវទៅលើកម្មវិធីទើបយើងបានមុខតំណែងដ៏ល្អមួយនេះនៅពេលដែលចូលប្រឡងមានជួបឧបសគ្គនៃការមើងងាយការប្រមាថការរិះគន់ទេនៅពេលដែលយើងចូលប្រឡងចាបងដោយសារតែនាងខ្ញុំធ្លាប់មើលរោងការជាមួយនឹងការមើងងាយឬអង្គភេទទើបនាងខ្ញុំចូលប្រឡងដើម្បីលុបបំបាត់នៃការរើអង្គភេទនៅក្នុងប្រទេសកម្ពុជាបាទអរគុណច្រើនជាអ្នក business មួយជាអ្នកលក់អនឡាញមួយមានលុយច្រើនហើយមកលំបាកមកប្រឡងនេះខ្ញុំចង់បោះផ្លាប់ដូរបទពិសោធន៍ថ្មីនេះគឺជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចអញ្ចឹងគឺខ្ញុំទូលំបាកប៉ុណ្ណាក៏ខ្ញុំត្រូវតែខំបន្ទាប់ពីបានតំណែងមួយហើយនឹងត្រៀមធ្វើអ្វីបន្តទៀតអូននាងខ្ញុំបានតំណែងនេះហើយគឺខ្ញុំត្រូវតែធ្វើតំណែងមួយនេះឲ្យបានសម្រាប់នៅឆាកជីវិតរបស់ខ្ញុំគឺខ្ញុំចង់បានជីវវកញ្ញាឥឡូវខ្ញុំបានដូចចិត្តខ្ញុំនឹងធ្វើវាឲ្យបានល្អនៅលើឆាកអន្តរជាតិសម្រាប់ title Miss Queen Trend Cambodia ដែលនឹងត្រៀមទៅចេញកម្មវិធី Miss Queen Trend នៅពេលខាងមុខនេះកម្មវិធីដែលឆាកអន្តរជាតិដឹងពេលវេលានៅប្រទេសណានៅអូននិយាយរួមទៅខ្ញុំអត់ទាន់ដឹងទេបងនឹងខាងស្ថាប័នគាត់នឹងបញ្ជាក់ជាមួយនឹងពេលវេលានេះពេលក្រោយតែនៅកម្មវិធីដែលប្រឡងនៅឆាកអន្តរជាតិខាងមុខនេះអូននឹងបង្ខំបន្ថែមទៀតឬយ៉ាងណាដែរអូនខ្ញុំនឹងខំបន្ថែមជាងនេះទៀតឲ្យខ្លាំងជាងនឹងទៀតនៅពេលដែលទទួលលទ្ធផលថ្ងៃនេះឃើញចំណុចខ្វះខាតខ្លួនឯងហើយនៅតាក់ទងជាមួយនឹងចំណុចខ្វះខាតនៅតាក់ទងជាមួយនឹងការដើរណាអូយព្រោះយើងជាអ្នក business ទៅពេលមកក្នុងបែបជាបងកញ្ញាលំបាកស្រាប់ណៃមែនទេអូនចាលំបាកខ្លាំងអរគុណច្រើនមែនទែនជាសំណួរចុងក្រោយតើមានសារផ្ញើទៅដល់អ្នកគាំទ្រដែលស្រឡាញ់អូនគាំទ្រល្អទៅដល់ថ្ងៃដែលប្រឡងចប់អូនចាអរគុណសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលតែងតែគាំទ្ររូបនេះខ្ញុំជារៀងរហូតឥឡូវនេះពេលនេះខ្ញុំអាចធ្វើបានហើយ Miss Queen Trend Cambodia អរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណច្រើនបងស្រីយ៉ាងអបអរសាទរចាសូមជម្រាប
Your spot is secure. Miss SBC 369 website មាន game សប្បាយច្រើនបើមន់ជុលបៀបាការ៉ាត់បើ account ទទួលបាន 5% ធានានៅសុវត្ថិភាពខ្ពស់ 100% Healthy, living on your plate brings love home, don't hesitate. Hinoki omakase Cambodia for your healthy, for your family. For your healthy, for your family. Hinoki Omakase Cambodia.